ចម្រើនពរញាតិញោមនិងពុទ្ធបរិស័ទទាំងអស់បានឃើញវីដេអូនេះគឺជាសកម្មភាពការរៀបចំដាំដើមធ្នង់នៅខាងជើងព្រះវិហារចាប់តាំងពីឆ្នាំ2022មកនេះគឺរូបភាពដែលកណាគ្រប់ព្រះអង្គដែលបានជួយខ្នះខ្នែងក្នុងការជីកឆៃអីជីករំលងសម្រាប់ដាំនិងរៀបចំបរិបដីឲ្យបានស្អាតរួចហើយនឹងយើងទៅគោះដើមធ្នង់នៅតាមជើងភ្នំមកយកមកដាំហើយមិនមែនតែបកណាគ្រប់ព្រះអង្គដែលមាននៅក្នុងរូបភាពនេះទេគឺអង្គខ្លះគឺអត់បានថតទេពីមុនមកនេះកណាគ្រប់ព្រះអង្គជំនាន់ក្រោយដែលជំនាន់ដាំពីដបងមកនោះគឺថាសឹកអស់ខ្លះទៅបន្តគ្នាទៅក៏បានជួយដាំដើមធ្នង់ដែលរស់នៅក្នុងវត្តសប្តាហ៍ថ្ងៃនេះគឺប្រហែលជា100ដើមហើយតាមដែលកោះយកមកដាំហ្នឹងគឺមិនមែន100ដើមទេគឺអាចចូល200ដើមអីនោះដាំអត់សូវមានបច្ចេកទេសហ្នឹងទៅគឺដាំឲ្យងាប់មួយឆ្នាំហ្នឹងទៅក៏ឆ្នាំក្រោយដល់ខែ5ខែ6អញ្ចឹងទៅកោះយកមកដាំទៀតនេះគឺការរួបរวมសាមគ្គីរបស់កណាគ្រប់អង្គហើយអង្គខ្លះក៏លាចាកសិក្ខាបទអង្គខ្លះក៏នៅតែការនៅជាបព្វជិតហ្នឹងដូចជាមានតិចហើយការលាចាកសិក្ខាបទទៅហ្នឹងគឺអស់ច្រើនព្រះអង្គដែលបានជួយរៀបចំក្នុងការដាំដើមធ្នង់នេះហើយយើងទៅហ្នឹងគឺទៅជិះគោយន្តទៅគោះមួយឆ្នាំតិចរហូតមកដល់ពេលបច្ចុប្បន្ននេះគឺក្នុងវត្តហ្នឹងគឺរស់ដើមធ្នង់បាន100ដើមនេះរូបភាពពេលបច្ចុប្បន្នហើយដាំទៅដុះលឿនណាញាតិញោមមកដល់ពេល4ឆ្នាំពី2022មកដល់2026នេះគឺដើមធ្នង់ធំខ្ពស់ហើយនេះទៅលះមែកជាហើយទៅគឺឃើញស្លាស់អត់សូវមានមែកកាលពីមិនទាន់លះមែកហ្នឹងឃើញស្ដុកដល់ពេលលះមែកហើយអញ្ចឹងទៅគឺឃើញស្លាស់បានមកលុបសម្រាប់អ្នកចំនួនក្រោយបន្តហើយមកនៅក្នុងវត្តនេះមានអីទុកជាអនុស្សាវរីយ៍មានតែបានដាំដើមឈើអីចឹងទៅទុកសម្រាប់ឲ្យកណាចំនួនក្រោយញាតិញោមចំនួនក្រោយមកធ្វើបុណ្យធ្វើទានមានលុបមានអីច្រកចឹងទៅហើយលឿនណារយៈពេល4ឆ្នាំគឺដើមធ្នង់ធំគួរសមហើយញាតិញោមអញ្ចឹងក៏សូមចម្រើនពរលាថ្វាយគុំលាកណាគ្រប់អង្គដែលបានឃើញនៅវីដេអូនេះទុកជាអនុស្សាវរីយ៍